នៅសាលខាងលើជាន់ទី5នោះទៀតសោតក៏យើងមានប្រាសាទ3ដែលដង្កល់នៅពីមុខ2និងនៅខាងក្រោយ1នៅពីខាងមុខខាងស្ដាំដៃដែលជាទីតាំងទៅដល់ព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាលោកគង់ប្រថាប់នៅចំពីមុខនៃកំពូលប្រាសាទដែលនឹងមកប្រារព្ធធ្វើពិធីកូរសមុទ្រទឹកដោះដើម្បីសុំទឹកអម្រឹតពីទសបរមីដែលថែរក្សានៅលើទឹកដីមហានគរអស់ទសបរមីដែលគ្រប់គ្រងថែរក្សានៅលើភពផែនដីទាំងមូលអរតនានិមន្តយាងលោកមកគង់ប្រថាប់នៅទីស្ថាននេះដើម្បីធ្វើពិធីបំពេញកិច្ចលំហូរទឹកអម្រឹតស្រោចដណ្ដប់ប្រោះព្រំទៅដល់ទឹកដីមហានគរនៃអាណាចក្រខ្មែរឲ្យមានភាពត្រជាក់ត្រជុំសុខដុមរមនាទៅថ្ងៃខាងមុខដើម្បីឲ្យមានសេចក្តីសុខនិងមានសេចក្តីចម្រើនយើងដឹងហើយថាបច្ចុប្បន្ននេះផែនដីយើងកំពុងតែមានគ្រោះធម្មជាតិជាច្រើនដោយហេតុនេះហើយទើបយើងប្រារព្ធពិធីនេះឡើងសូមលំហូរនៃទឹកអម្រឹតស្រោចដណ្ដប់នៅលើទឹកដីមហានគរឲ្យការពារនិងបរវាសជៀសឆ្ងាយនៃគ្រោះអន្តរាយនានាដែលមានដូចជាគ្រោះទឹកជំនន់គ្រោះទុរភិក្សគ្រោះរាំងស្ងួតនិងឧបទ្រពនានាឲ្យជៀសចាកផុតពីទឹកដីមហានគរបវរនៃយើងនៅខាងឆ្វេងនោះទៀតសោតក៏មានទីស្ថានមួយសម្រាប់ដង្កល់ឲ្យប្រមុខថ្នាក់ដឹកនាំដូចជានាយករដ្ឋមន្ត្រីដែលលោកបានពុះពៀបដូរផ្ដាច់ថែរក្សាការពារបូរណភាពដែនដីថែរក្សាមរតកនៃវប្បធម៌របស់ដូនតាខ្មែរឲ្យរួបរួមគ្នាជាធ្លុងមួយដើម្បីឲ្យនាវាប្រទេសកម្ពុជាឆ្ពោះទៅរកភាពលេចធ្លោនៅថ្ងៃខាងមុខមានតែយើងជាកូនខ្មែរនោះទេដែលរួបរួមគ្នាស្រឡាញ់អ្វីដែលជាមរតកនិងសម្បត្តិវប្បធម៌របស់យើងចូលយើងរួបរួមថែរក្សាសុខសន្តិភាពមានសន្តិភាពទើបមានការរីកចម្រើនមានសន្តិភាពទើបមានការអភិវឌ្ឍចូលយើងជាកូនខ្មែររួមគ្នាថែរក្សាសន្តិភាពដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយនៅខាងក្រោយនោះទៀតសោតក៏មានប្រាសាទមួយដែលមានរូបសំណាកព្រះបាទជ័យវរ្ម័នទី7លោកគង់ប្រថាប់នៅចំពីខាងក្រោយដែលឈរចាំការពារថែរក្សាបូរណភាពដែនដីអព្យាក្រឹតភាពរបស់ខ្មែរដើម្បីការពារទប់ទល់រាល់សត្រូវណាមកឈ្លានពាននៅខាងក្រោយធ្វើពិធីប្តឹងទៅដល់សក្កទេវរាជនៃស្ដេចទេវតារាល់ពេលវេលា1ឆ្នាំម្ដងយើងមានរៀបចំធ្វើពិធីបុណ្យចូលឆ្នាំថ្មីយើងទង់ស្គរខាងឆ្វេងដើម្បី
ប្តឹងទៅដល់សក្កទេវរាជនៃស្ដេចទេវតាថាយើងមានភាពត្រជាក់ត្រជុំនិងសប្បូរសប្បាយនៅក្នុងឆ្នាំនេះឬក៏មានហេតុភេទណាមួយដែលល្អមកលើប្រទេសកម្ពុជាយើងទុងស្គរខាងស្ដាំដែលចង់មកប្តឹងទៅដល់សក្កទេវរាជនៃស្ដេចទេវតានៅពេលដែលមានហេតុភេទណាដែលប្រទេសយើងមានអសន្នត្រូវទុងស្គរអរតនីនិមន្តយាងអស់ទសបរមីដែលថែរក្សានៅលើទឹកដីមហានគរនិងអស់ទសបរមីដែលថែរក្សានៅប្រាសាទពនរាជពន្ធរាំងសីអរតនីនិមន្តយាងលោកមកគង់ប្រថាប់និងរួបរួមប្រមូលផ្ដុំនៃក្បួនអដ្ឋ័នដែលថែរក្សាការពារប្រាសាទនិងក្បួនអដ្ឋ័នការពារព្រំប្រទល់ប្រទេសទាំងអស់នឹងមកប្រមូលផ្ដុំគ្នាជាធ្លុងមួយការពារថែរក្សាបូរណភាពដែនដីអព្យាក្រឹតភាពណាមួយដែលមកប៉ុនប៉ងយាយីឈ្លានពានមកលើមហាអាណាចក្រខ្មែរនិងប្តឹងទៅដល់សក្កទេវរាជនៃស្ដេចទេវតាឲ្យជួយបីបាច់ឃុំក្រងថែរក្សាទឹកដីមហានគររួបរួមគ្នាជាធ្លុងមួយការពារនិងថែរក្សាសុខសន្តិភាព